សម្រាប់មួយដែលគាត់បានទិញ software roll យកទៅហើយវា error ចាញ់ចែកផ្ទាំង error ហ្នឹងមានន័យថាវា error printer driver របស់យើងហើយអញ្ចឹងជាដំបូងអ្វីយើងធ្វើបានគឺយើង uninstall driver វាចោលដោយសារយើង uninstall វាសិនទៅហើយនេះយើងចូលកន្លែងវាយពាក្យ printer and scanner ហ្នឹងទៅចូលកន្លែង printer របស់យើងឧទាហរណ៍ថាម៉ាស៊ីនមួយណាដែលយើងប្រើជាមួយកម្មវិធី roll ជាទូទៅគឺ Epson ហើយពួក Epson ណាអញ្ចឹងបើកាណុងអីយើងមិនបាច់ uninstall ទេយើង uninstall តា printer ណាដែលយើងប្រើជាមួយកម្មវិធី roll ឧទាហរណ៍ថាម៉ាស៊ីននេះ EP 4004ឬក៏1300 1300ហ្នឹងយើងចុចលើពាក្យ remove device ទៅអញ្ចឹងវាបាត់ហើយក៏ប៉ុន្តែវាអត់ទាន់បាត់អស់ទេយើងចូលមកតង់ទៀតហ្នឹងចូលកន្លែងនេះវាយពាក្យថា printer management print management ហើយចូលក្នុងអា print management ហ្នឹងមកវានឹងបង្ហាញខាងនេះយើងមើលកន្លែង all printer all driver អញ្ចឹងយើងចូលក្នុងហ្នឹងមកទៀតបើសិនជាវាឃើញនៅក្នុង all printer នឹងដដែលយើង right click delete វាចេញហើយមើលនៅក្នុងនេះទៀត all driver នេះ all driver ឃើញមាននៅក្នុងហ្នឹងទៀតយើង right click យកពាក្យ remove driver package ហើយយក remove ហ្នឹងមកចុចពាក្យ delete បើសិនវាឲ្យនឹង delete អានេះថាវាជាប់កំពុងប្រើអញ្ចឹង delete វាចោលទៅយើងធ្វើអញ្ចឹងឲ្យអស់ហើយយើង restart ម៉ាស៊ីនបន្ទាប់មកចាំយើង install driver ឡើងវិញអាហ្នឹងវិធីលុប driver ចាស់ឲ្យអស់ចេញពីម៉ាស៊ីនណាតែលុបអត់អស់អញ្ចឹងទេយើង install យើងគ្រាន់តែ remove ចេញពីក្នុងនេះក្នុងអាទី1ដំបូងបំផុតហ្នឹងគ្រាន់តែ remove device ហ្នឹងវាចេញអត់អស់ទេ remove ក្នុងហ្នឹងហើយគឺ remove ក្នុង print management ម្ដងទៀត print management remove ក្នុង all printer នេះផង all driver នេះផងយើងមើលទៅបើសិនជាវានៅតែមាននៅក្នុងហ្នឹងកន្លែងមួយណាក៏ដោយ remove ចេញឲ្យអស់អាហ្នឹងបានយើងអាច install ឡើងវិញបានណា reinstall ឡើងវិញហើយ remove ឲ្យអស់អញ្ចឹងហើយ complete restart ម៉ាស៊ីនចោលផង restart មួយហើយចាំ reinstall driver ឡើងវិញអូខេអាហ្នឹងវិធី uninstall remove driver ឲ្យអស់ចេញពីកុំព្យូទ័រយើងបើសិនជាមានករណី load error នៅក្នុងកម្មវិធី roll software ដូចនេះក្នុង screenshot ខ្ញុំដាក់ឲ្យហ្នឹងអូខេ